សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅទស្សនាកម្សាន្តនៅទេសភាពវាលបើមើលពីផ្លូវលំក៏ឃើញដែរហើយផ្លូវចូលគឺហៀងពិបាកបន្តិចត្រូវឆ្លងអូហើយផ្លូវគឺផ្លូវទូចខែនេះខែភ្លៀងគួរតែប្រយ័ត្នសត្វអសេរពិសយើងក៏អាចនឹងជួបប្រទះសត្វត្រកួតអីផងដែរនៅតាមផ្លូវបាទនេះគឺផ្លូវឡើងទៅភ្នំបាទវាលនឹងគឺវាលនៅលើភ្នំបាទនេះគឺជិតដល់ហើយបើទៅខែនេះគឺចំណេញមែនទែនមានផ្សិតប៉ក់ដែលយើងអាចរកផ្សិតប៉ក់នៅលើភ្នំនឹងបាននៅលើវាលបើណានៅតាមជាតាមកពតព្រៃជីវាលហ្នឹងហើយបើយើងដឹងកន្លែងដែលវាមានទៀតគឺមានកាន់តែច្រើនបាទបានគួរសមដែរហើយសូមបងប្អូនមកទស្សនានៅទេសភាពនៃវាលបើជាមួយខ្ញុំទាំងអស់គ្នាវាលបើនេះគឺជាវាលនៅលើភ្នំហើយជាវាលដែលធំបើយើងទៅលេងនៅក្នុងខែប្រាំងទេសភាពមិនសូវល្អទេមិនសូវស្អាតទេដោយសារស្មៅគឺងាប់អស់តែបើទៅរដូវវស្សាគឺស្មៅគឺខៀវខ្ចីតែម្ដងហើយនៅក្នុងវាលនឹងក៏មានដើមឈើដែលដុះដូចជាតម្រៀបជាជួរយ៉ាងម៉េចមិនដឹងទេដូចជាមានគេដាំយ៉ាងម៉េចមិនដឹងទេហើយដើមឈើនៅក្នុងវាលនេះគឺប្លែកដែលនៅវាលឬក៏ព្រៃធម្មតាគឺអត់ឃើញមានទេបើសិនជាបងប្អូនមានបំណងចង់ទៅថតរូបស្អាតនៅកន្លែងធម្មជាតិគឺអាចទៅថតនៅកន្លែងនេះគឺស្អាតមែនទែនហើយសម្រាប់ផ្លូវធ្វើដំណើរបើទៅរដូវប្រាំងរៀងស្រួលបន្តិចប៉ុន្តែទេសភាពនៅលើភ្នំអត់សូវស្អាតបើទៅរដូវវស្សាទេសភាពស្អាតតែផ្លូវពិបាកបន្តិចបើមានធ្វើជាផ្លូវលំក្រៅគ្រោះក្រហមចូលទៅក្នុងវាលនេះគឺល្អមែនទែននឹងមានអ្នកស្គាល់និងអ្នកមកលេងកាន់តែច្រើនហើយបងប្អូនបើសិនជាបានមកលេងសូមកុំចោលសម្រាប់ព្រះផ្ដាស់ឡើងមកភ្នំនេះគឺស្លាស់មុខស្លាស់មាត់ស្រស់ស្រាយបាទចាស់ជឿថាភ្នំនេះស័ក្តិសិទ្ធិហើយមានជាប់ពាក់ព័ន្ធជាមួយនឹងរឿងព្រេងនិទានក្រុងយំហើយចំពោះទីតាំងគឺស្ថិតនៅក្នុងភូមិម៉ាស់ឃុំពយស្រុកអជុំខេត្តរតនគិរីហើយអ្នកទាំងអស់គ្នាអាចស្វែងរកនៅលើ Google Map បានដែលខ្ញុំបានដាក់ទីតាំងវាលបើ